ស្លឹកជីត្រចៀកជ្រូកពិតជាប្រកែកអស្ចារ្យមែនត្រឹមតែ10នាទីបាត់ក្អកភ្លាមជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសេរីសញ្ញាតបាល់បុកថ្ងៃនេះសូមចែករំលែករូបមន្តព្យាបាលក្អករ៉ាំរ៉ៃដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងមានបញ្ហាក្អកទាំងយប់ក្អកទាំងថ្ងៃបាទអ្នកខ្លះក្អកគ្មានបានដេកបានពួនបាទអញ្ចឹងរូបមន្តរបស់ខ្ញុំងាយជាទីបំផុតបាទសម្រាប់ចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងមានដើមរុក្ខជាតិអ្វីដែលអាចយកមកព្យាបាលបញ្ហាក្អករ៉ាំរ៉ៃនេះបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ជើញទៅទស្សនាវីដេអូរបស់ខ្ញុំហើយនឹងវិធីប្រើជាមួយនឹងខ្ញុំដូចតទៅបាទបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករូបមន្តព្យាបាលក្អករ៉ាំរ៉ៃមិនថាក្អកស្ងួតក្អកឡើងស្លេះបាទអញ្ចឹងរូបមន្តរបស់ខ្ញុំមានតែមួយមុខទេគឺដើមជីត្រចៀកជ្រូកបាទដំបូងពុកម៉ែបងប្អូនទៅរកជីត្រចៀកជ្រូកចំនួន1ក្តាប់ដៃបាទបន្ទាប់មកយកទៅលាងទឹកសម្អាតឲ្យបានស្អាតជាមុនសិនហើយចាំយកទៅបុកបាទយើងបុកនឹងត្បាល់ក៏បានបើសិនជាបងប្អូនមានម៉ាស៊ីនក្លុកក៏យើងក្លុកនឹងម៉ាស៊ីនក៏បានដែរបាទអញ្ចឹងបងប្អូនបុកឲ្យម៉ត់ជាមុនសិនហើយចាំបងប្អូនយកមកច្រោះនឹងស្បៃបន្ទាប់ពីបងប្អូនបានពូតយកទឹកជីត្រចៀកជ្រូកនេះរួចហើយចាំបងប្អូនយកមកទទួលទានការទទួលទានមិនកំណត់ពេលទេបងប្អូនចង់ហូបពេលណាក៏បានដែរឲ្យតែមានអារម្មណ៍ថាក្អកឡើងស្លេះបងប្អូនទទួលទានម្ដងមួយស្លាបព្រាកាហ្វេបាទជិបទៅเรื่อยៗបាទមួយថ្ងៃ 4-5 ដង 10 ដងបាទក៏បានដែរបាទហូបកាន់តែច្រើនកាន់តែឆាប់បាត់ក្អកលឿនបាទអញ្ចឹងបន្ទាប់ពីពុកម៉ែបងប្អូនទទួលទានបានត្រឹមតែ 4-10 នាទីឡើងទៅបញ្ហាក្អកបាទជាប់នឹងកកលមាស់កបាទធ្វើឲ្យយើងចង់តែក្អកហ្នឹងគឺបានធូរមួយរំពេចបាទអញ្ចឹងសូមពុកម៉ែបងប្អូនព្យាយាមហូបឲ្យបាន 2-3 ថ្ងៃឡើងទៅអាការៈក្អករ៉ាំរ៉ៃរបស់ពុកម៉ែបងប្អូននឹងបានធូរស្បើយជាក់ជាពំខានហើយសូមព្យាយាមហូបបន្តទៀតលុះត្រាតែពុកម៉ែបងប្អូនមានអារម្មណ៍ថាបានជាសះស្បើយឈប់ក្អកហើយចាំឈប់ទទួលទានបាទរូបមន្តនេះល្អខ្លាំងណាស់សម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាក្អករ៉ាំរ៉ៃហើយរូបមន្តនេះបងប្អូនអាចទទួលទានបានគ្រប់វ័យតែម្ដងបាទមិនថាចាស់ក្មេងប្រុសស្រីអាយុ1ខួប2ខួបឡើងទៅគឺហូបបានទាំងអស់បាទអញ្ចឹងសូមអរគុណច្រើនហើយវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេតាក់ទងនឹងថ្នាំក្អកបាទក្អករ៉ាំរ៉ៃក្អកស្ងួតក្អកឡើងស្លេះបាទក៏អាចព្យាបាលបានដែរបាទអញ្ចឹងសូមអរគុណច្រើនវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេតាក់ទងនឹងថ្នាំក្អកបាទហើយមុននឹងដល់ទីបញ្ចប់ខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អបាទកុំឲ្យមានជំងឺអ្វីៗមកបៀតបៀនឲ្យសោះហើយសូមកុំភ្លេចជួយ like ជួយ share ជួយ subscribe ឬក៏ follow ដល់ page របស់ខ្ញុំផងដើម្បីជាកម្លាំងចិត្តធ្វើវីដេអូថ្មីចែកជូនពុកម៉ែបងប្អូនទស្សនានៅថ្ងៃក្រោយទៀតនៅពេលនេះខ្ញុំសូមអរគុណសូមជម្រាបលា